ជំរាបសួរបងប្អូនជាទីគោរពរាប់អានទាំងអស់គ្នាថ្ងៃនេះយើងខ្ញុំនឹងនាំអារម្មណ៍បងប្អូនទៅទស្សនានៅទីក្រុងមួយដែលស្ថិតនៅបែកនិរដីនៃព្រះរាជាណាចក្រកម្ពុជាគឺក្រុងព្រះសីហនុដូច្នេះសូមបងប្អូនរីករាយទស្សនាជាមួយនឹងយើងខ្ញុំដូចតទៅក្រុងព្រះសីហនុគឺជាខេត្តដ៏តូចមួយនិងមានឆ្នេរសមុទ្រជាច្រើនហើយស្ថិតនៅក្នុងតំបន់ត្រូពិចក្តៅនិងសើមដែលស្ថិតភាគខាងលិចនិងខាងត្បូងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាច្រើនចំណែកឯភាគខាងលិចជាងខាងត្បូងមានកំពង់ផែពាណិជ្ជកម្មចំពោះឆ្នេរសមុទ្រនៅតាមបណ្ដោយទីក្រុងដែលចេញមុខពីភាគខាងជើងទៅភាគខាងត្បូងមានដូចជាឆ្នេរជ័យជំនះឆ្នេរកោះពស់ឆ្នេរឯករាជ្យឆ្នេរសុខាឆ្នេរអូឈើទាលនិងឆ្នេរអូត្រេសក្រុងព្រះសីហនុជាខេត្តមួយដែលមានសោភ័ណភាពស្រស់ស្អាតមូលហេតុដោយសារក្រុងព្រះសីហនុមានទីកន្លែងកម្សាន្តពិសេសទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិគឺឆ្នេរសមុទ្រដ៏ស្រស់ស្អាតមានដូចជាឆ្នេរសមុទ្រឯករាជ្យអូតែ7ជាន់ឆ្នេរសុខាឆ្នេរអូឈើទាលអូត្រេសឆ្នេរហាវ៉ៃឆ្នេរម្លប់ជ្រៃទឹកធ្លាក់ក្បាលឆាយជាដើមឆ្នេរសមុទ្រដែលមានការពេញនិយមជាងគេក្នុងចំណោមឆ្នេរសមុទ្រជាច្រើននោះគឺឆ្នេរអូឈើទាលឆ្នេរសុខាឆ្នេរឯករាជ្យនិងឆ្នេរជ័យជំនះភ្ញៀវទេសចរអាចមុជទឹកនៅក្បែរកោះសម្រាប់លំហែកាយនិងការស្ទូចត្រីកម្សាន្តសម្រាប់ដំណើរកម្សាន្តមានមនុស្សជាច្រើនដែលតែងតែទៅទស្សនានៅទីនោះជារៀងរាល់ថ្ងៃពុំសូវដែលលុះថ្ងៃទេជាពិសេសភ្ញៀវទេសចរអន្តរជាតិព្រមទាំងមានបងប្អូនខ្មែរយើងនៅក្រៅស្រុកនិងក្នុងស្រុកផងដែរដើម្បីបានមកដល់ក្រុងព្រះសីហនុយើងត្រូវធ្វើដំណើរដោយឆ្លងកាត់តាមផ្លូវជាតិលេខ4និងផ្លូវល្បឿនលឿនចំពោះផ្លូវវិញគឺមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅវិញទៅមករមណីយដ្ឋានដែលជាទីចាប់អារម្មណ៍ជាងគេនៅក្រុងព្រះសីហនុគឺឆ្នេរអូឈើទាលនៅទីនោះមានភ្ញៀវទេសចរទៅលេងយ៉ាងច្រើនកុះករបំផុតជាពិសេសថ្ងៃឈប់សម្រាកពីការងារថ្ងៃបុណ្យទានថ្ងៃចុងសប្តាហ៍ពួកគេទៅលេងនៅទីនេះដោយមានអ្នកខ្លះជួលតូបឬក៏អង្គុយលំហែកាយនៅក្រោមដើមឈើលក្ខណៈជាក្រុមគ្រួសារឬជាមិត្តភក្តិអ្នកធ្វើការយ៉ាងសប្បាយរីករាយម្យ៉ាងវិញទៀតស្ពានដែលទើបតែកសាងឡើងពីឆ្នេរសមុទ្រដីគោកតភ្ជាប់ទៅនឹងកោះពស់មានភាពស្រស់ស្អាតហើយស្ពានថ្មីទើបតែកសាងនោះមានឈ្មោះថាស្ពានតេជោមរកតការធ្វើស្ពានភ្ជាប់ពីដីគោកទៅដីកោះគេមានគម្រោងសាងសង់សន្តាគារអូតែលនៅទីនោះដើម្បីធ្វើការអភិវឌ្ឍផ្នែកទេសចរណ៍នៃក្រុងព្រះសីហនុឲ្យកាន់តែមានភាពរីកចម្រើនជាងមុនថែមទៀតឆ្នេរសមុទ្រក្រុងព្រះសីហនុជាឆ្នេរដែលមានខ្សាច់សក្បុសស្រស់ស្អាតបំផុតដែលបានចាត់ចូលជាឆ្នេរស្អាតខ្នាតអន្តរជាតិនៅទីនោះមានខ្ជុះលំហែកាយសម្រាប់ជួលមានតម្លៃសមរម្យក្រៅពីនេះមានម្ហូបអាហារគ្រឿងសមុទ្រពិសេសផងដែរទឹកសមុទ្រមានពណ៌ខៀវស្រងាត់ត្រជាក់ល្ហឿមភ្ញៀវទេសចរចុះលេងទឹកមានជួលពងហែលជិះម៉ូតូទឹកឬអង្គុយលេងលើឆ្នេរលេងដីខ្សាច់លេងបាល់លេងសីអ្នកខ្លះទៀតរកកូនខ្យងតូចជាការកម្សាន្តអ្នកខ្លះទៀតមកពីតំបន់ឆ្ងាយអត់បានដឹងថាទឹកសមុទ្រមានរសជាតិប្រៃល្វីងទេក្រៅពីការលេងកម្សាន្តនៅលើឆ្នេរក៏មានជួលអូបឬទូកម៉ាស៊ីនទៅលេងលើកោះផងដែរជាពិសេសភ្ញៀវទេសចរអន្តរជាតិអ្នកដែលបានមកដល់តែងតែថតរូបនៅតាមឆ្នេរសមុទ្រឬនៅទីរមណីយដ្ឋានដទៃទៀតទុកជាអនុស្សាវរីយ៍ផងដែរប្រសិនបើមានអ្នកចង់ធ្វើដំណើរកម្សាន្តឲ្យសប្បាយនោះសូមកុំភ្លេចទីរមណីយដ្ឋាននៃខេត្តព្រះសីហនុពិសេសឆ្នេរសមុទ្រក្រុងព្រះសីហនុពេលអ្នកមកដល់អ្នកនឹងមានអារម្មណ៍អស់បាត់នៅទុក្ខកង្វល់គឺមានតែភាពសប្បាយជានិច្ចសូមអរគុណសម្រាប់ការទស្សនានៅវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់បើពេញចិត្តវីដេអូនេះសូមអស់លោកអ្នកនាងជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូបន្តទៀតសូមអរគុណ